សួស្តីបងប្អូនថ្ងៃនេះខ្ញុំនឹងលើកយកម្ហូបមួយគេហៅថាសាច់ជ្រូក3ជាន់ចិញ្ច្រាំញាត់ប៉េងប៉ោះហើយនៅក្នុងមុខម្ហូបហ្នឹងមានដូចជាប៉េងប៉ោះសាច់ជ្រូក3ជាន់ចិញ្ច្រាំត្រចៀកកណ្ដុរផ្សិតក្រៀមមានបង្គាក្រៀមនេះខ្ញុំបុកវាឲ្យរាងទក់បន្តិចចាហើយមានស្លឹកខ្ទឹមស្លឹកជីវ៉ាន់ស៊ុយហើយមានម្សៅខ្នុរហើយនឹងតឹងហ៊ុនមាន oyster មានប្រេងល្ងហើយនឹងទឹកត្រីអំបិលម្រេចខ្ទឹមចិញ្ច្រាំហើយនឹងម្សៅពោតចាហើយមុនដំបូងខ្ញុំនឹងចាប់ផ្ដើមឆ្កៀលប៉េងប៉ោះចាយកស្នូលខាងក្នុងហ្នឹងចេញទុកតែផ្ទៃខាងក្រៅឯចាបងប្អូនឆ្កៀលប្រយ័ត្នខ្លាច់ធ្លុះពីព្រោះប៉េងប៉ោះវាទន់ណាវាជ្រាយសង្កត់វាខ្លាំងពេកវាអាចធ្លុះទៅដល់ក្រោមធ្លាយយើងធ្វើអត់បានទេចាឆ្កាក់វាយកខាងក្នុងចេញឥឡូវយើងហើយបងប្អូនយើងបាន3ហើយឥឡូវខ្ញុំចាប់ផ្ដើមហាន់ផ្សិតក្រៀមចាខ្ញុំយក3ទេតិចកណ្ដុរហាន់វាឆ្មាលខ្ញុំចិញ្ច្រាំវាឲ្យម៉ត់បន្តិចមីសួរនេះអញ្ចឹងដែរខ្ញុំកាត់វាឲ្យវាទូចបន្តិចអូនឥឡូវខ្ញុំចាប់ផ្ដើមលាយជាមួយនឹងសាច់ចាក្នុងហ្នឹងដូចជាមាន chicken 1 spoon នេះ1 spoon ណាបងប្អូនបង្គាក្រៀមនេះ1ស្ព្រាដែរប៉ុន្តែដល់ពេលខ្ញុំត្រាំបុកទៅវារៀងដូចច្រើនយ៉ាវារីកបងប្អូនចាខ្ទឹមនឹង1ស្លាបព្រាចាម្រេច1 កន្លះ teaspoon ទេបងប្អូនចាហើយនឹងអំបិលនេះ1ចិបបន្តិចចាអំបិលចាហើយនឹងទឹកត្រីហ្នឹង1 teaspoon បងប្អូនចាហើយនឹងនេះម្សៅពោតនេះខ្ញុំដាក់ដើម្បីឲ្យសាច់នឹងវារៀងស្វិតវារៀងខាំចូលគ្នាបន្តិចទឹកខ្យងនេះខ្ញុំដាក់1 teaspoon ចាតែប៉ុណ្្នឹងឯងបងប្អូនហើយនឹងប្រេងល្ងខ្ញុំដាក់ដើម្បីឲ្យវាជួយឲ្យឈ្ងុយបងប្អូនពេលយើងចំហុយទៅចៀនទៅវាឈ្ងុយ1 teaspoon ចាអស់ហើយនឹងបន្ទាប់មកខ្ញុំដាក់ផ្សិតត្រចៀកកណ្ដុរមីសួរខ្ញុំអត់ដាក់ច្រើនទេខ្ញុំដាក់ប្រហែលជា2ស្លាបព្រាទេចាអូខេហើយយើងច្របល់ចូលគ្នាហើយខ្ញុំដាក់ស្លឹកជីខ្ញុំដាក់ស្ករបន្តិចបងប្អូនខ្ញុំទុកប្រហែលជារយៈពេលជិត10នាទីឯងបងប្អូនឥឡូវខ្ញុំចាប់ផ្ដើមញាត់វានេះប៉េងប៉ោះដាក់ចូលក្នុងនេះមកបងប្អូនញាត់ក្នុងកាហែងតាមប្រឡោះវាហ្នឹងឲ្យចូលឲ្យអស់ណាចាហើយមួយទៅយើងបើកភ្លើងឲ្យវាក្តៅខ្ទះបន្តិចសិនបងប្អូនអញ្ចឹងខ្ញុំដាក់ខ្លាញ់រួចហើយខ្ញុំដាក់ខ្ទឹមបងប្អូនខ្ទឹមចិញ្ច្រាំវាឲ្យឈ្ងុយបន្តិចបងប្អូនចាបងប្អូនចាំនេះគឺជាប៉េងប៉ោះដែលខ្ញុំឆ្កៀលវាយកសាច់ខាងក្នុងហ្នឹងខ្ញុំរើសយកវាយកមកដាក់លីងចូលនៅក្នុងចាលីងវាបន្តិច អ
រួចហើយខ្ញុំដាក់ទឹកត្រីបន្តិចស៊ុបបន្តិចបងប្អូនទុនបន្តិចហើយបងប្អូនដូច្នេះខ្ញុំដាក់ចាក់ទឹកវាចាក់តែបន្តិចទេចាចាក់ទឹកបន្តិចទៀតទឹកនេះខ្ញុំដាក់ចំនួនប្រហែលជា1ខាប់ទេបងប្អូនឥឡូវនាងខ្ញុំភ្លក់សិនបងប្អូនថាតើប៉ុណ្ណឹងខ្ញុំពេញចិត្តហើយនៅចំពោះខ្ញុំប៉ុណ្ណឹងបានហើយដូច្នេះឥឡូវខ្ញុំចាប់ផ្ដើមដាក់ប៉េងប៉ោះខ្ញុំដាក់ចូលពេលដាក់ចូលហើយបងប្អូនត្រូវក្របវាទៅចំហុយឬក៏ចៀនហ្នឹងឲ្យរយៈពេលប្រហែលជា20នាទីទៅកន្លះម៉ោងបងប្អូនដូច្នេះឥឡូវខ្ញុំក្របវាហើយអូខេបងប្អូនឥឡូវហ្នឹងរយៈពេលជិត25នាទីហើយបងប្អូនខ្ញុំបើកមើលសិនថាតើវាឆ្អិនហើយឬនៅអូបងប្អូនពេញប៉ោះជៀនខ្ញុំល្អណាស់បងប្អូនឥឡូវខ្ញុំចុចមើលសិនអូឆ្អិនហើយបងប្អូនអត់មានអីជាប់ទេបានន័យថាឆ្អិនហើយខ្ញុំចាប់ផ្ដើមដួសដាក់ចានមួយដើម្បីខ្ញុំភ្លក់ដួសដាក់លើនេះបន្តិចអូល្អណាស់បងប្អូនឃើញទេបងប្អូនអូល្អណាស់ក្តៅណាស់បងប្អូនអើយចាំឲ្យត្រជាក់បន្តិចសិនចាឥឡូវចាប់ឡើងភ្លក់ក្តៅល្មមបងប្អូនមានជាតិជូរពីប៉េងប៉ោះហើយនឹងមានជាតិផ្អែមបន្តិចប្រៃបន្តិចហើយមានហឹររសជាតិម្រេចណាបងប្អូនផ្អែមប្រៃអីល្មមឆ្ងាញ់ណាស់បងប្អូនធ្វើដូចខ្ញុំអញ្ចឹងទៅគឺល្មមឆ្ងាញ់បងប្អូនចាអូខេបងប្អូនមុខម្ហូបរបស់នាងខ្ញុំថ្ងៃហ្នឹងមានតែប៉ុណ្្នឹងឯងចាដូច្នេះចាំជួបគ្នាថ្ងៃក្រោយទៀតចាបើបងប្អូនពេញចិត្តសូមជួយ like and subscribe ឲ្យនាងខ្ញុំផងចាអរគុណអូខេបាយបាយបងប្អូន